សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាអ្នកវះកាត់មីក្រូស៊ឺជីចរនិងជំនាញអង់ត្រូឡូស៊ីលោកវិជ្ជបណ្ឌិតរីកាវេនត្រាកូស្គីព្រមទាំងជាវិជ្ជបណ្ឌិតជំនាញអ៊ុយរ៉ូឡូស៊ីនិងវិទ្យាសាស្ត្រផ្នែកផ្លូវភេទពីមន្ទីរពេទ្យ Apollo Jubilee Health Hyderabad ឥឡូវនេះខ្ញុំនឹងពន្យល់អំពីពេលណាដែលអ្នកត្រូវការធ្វើ test hormone សម្រាប់ការវាយតម្លៃអត្ថិភាពមានកូនរបស់បុរសការធ្វើ test hormone សម្រាប់មនុស្សគ្រប់រូបជាទូទៅមិនចាំបាច់ត្រូវធ្វើទេប៉ុន្តែ test hormone ត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាប៉ារ៉ាម៉ែត្រស្ប៉ានទាបឬមានបញ្ហាថាមពលភេទឬក្នុងករណីពិនិត្យរាងកាយមានសញ្ញា hypogonadism មានន័យថាមានសញ្ញាខ្វះ hormone testosterone ដែលលក្ខណៈភេទរោមមិនអភិវឌ្ឍត្រឹមត្រូវហើយមានការធំទ្រូងដូច្នេះទីតាំងផ្សេងទាំងនេះគឺជាកន្លែងដែលយើងពិនិត្យសម្រាប់ test hormone តើ test hormone ទូទៅណាខ្លះដែលយើងតែងតែបញ្ជាក់សម្រាប់មនុស្សគ្រប់រូបដែលកំពុងប្រឈមមុខនឹងបញ្ហាធ្វើកូនមិនបានវាអាចជា test ឬ testosterone សរុបឬ hormone estradiol សម្រាប់មនុស្សខ្លះប្រឡាក់ទីនក៏អាចត្រូវបានពិនិត្យប៉ុន្តែជារឿយៗមិនណែនាំឲ្យធ្វើ test ប្រឡាក់ទីនទេសូម្បីតែ estrogen យើងក៏ណែនាំឲ្យធ្វើផងដែរជាពិសេសសម្រាប់អ្នកជំងឺដែលមានទម្ងន់លើសដូច្នេះហើយទាំងនេះគឺជា hormone ទូទៅដែលយើងត្រូវការពេលគូស្វាមីភរិយាជាពិសេសបុរសកំពុងប្រឈមមុខនឹងបញ្ហាធ្វើកូនមិនបានដូច្នេះនៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហាធ្វើកូនមិនបានអ្នកអាចទៅពិគ្រោះជាមួយវិជ្ជបណ្ឌិតអង់ត្រូឡូជីពួកគេអាចធ្វើ test semen មូលដ្ឋាន test hormone ហើយអាស្រ័យលើតម្រូវការរបស់អ្នកក៏អាចធ្វើ test សរសៃពូជនិងពួកគេនឹងណែនាំអ្នកបន្ថែមទៀតទាំងការវាយតម្លៃនិងការព្យាបាលផងដែរសូមអរគុណ